Bạn chẳng ngày ní nhung som sasa nusa som chu no vitao merian tipi ta tong to nang spring boot chẳng từ bông lá cái som group đol nạ để tan đàn bên đàn YouTube từng óc rồi từng pon để rong chăm toនៅវគ្គ2ប៉ុន្តែថ្ងៃនេះយើងមិនទាន់បានចូលការអនុវត្តអីទេគឺយើងបន្តមេរៀនតាក់ទងទៅនឹងSpring Boot ដែរបងអានេះវាត្រូវយើងនិយាយគ្នាច្រើនណាឥឡូវខ្ញុំមុននឹងបន្តវីដេអូមេរៀនទី2យើងខ្ញុំសូមរំលឹកមេរៀនទី1បន្តិចថាតាក់ទងទៅនឹងការរៀន Spring Boot នេះបាទនេះ Spring Boot នេះគឺយើងត្រូវយល់អំពីតាក់ទងទៅនឹង Spring Framework ណាអញ្ចឹងខ្ញុំមិនរំលឹកឡើងវិញទេគ្រាន់តែខ្ញុំប្រាប់ឲ្យថាតាក់ទងទៅនឹង Spring Framework នេះគេរៀនតាក់ទងទៅនឹង web ណា Spring Web គេហៅថា Spring MVC ហ្នឹងហើយបើសិនជាសិស្សានុសិស្សបងប្អូនឬក៏បងប្អូនយើងមិនទាន់យល់បានទេសូមទៅមើលវីដេអូមេរៀនទី1ណាអញ្ចឹងឥឡូវខ្ញុំតទៅទៀតហើយខ្ញុំតពីការពីមុនហ្នឹងយើងបានស្គាល់ Spring Framework ហើយជាមួយនឹង Spring Boot ណាជាមួយនឹង Spring Boot តោះឥឡូវដើម្បីកុំឲ្យខាតពេលយូរខ្ញុំតទៅមេរៀនទី2គឺបាទគឺតកតងទៅនឹងមេរៀន Spring Boot តណាប៉ុន្តែដូចបងប្អូនបានដឹងរួចហើយគឺប្រសិនបើបងប្អូនទាំងអស់គ្នាណាមិនទាន់យល់អំពីតកតងទៅនឹងconcept OOP ទេណែនេះ concept OOP នេះអញ្ចឹងបងប្អូនក៏ដូចជាកូនសិស្សទាំងអស់គ្នាក៏មិនអាចទៅរៀនតកតងទៅនឹងមេរៀន Spring Boot បានដែរអញ្ចឹងណាអញ្ចឹងវីដេអូបន្តទៀតលោកគ្រូនឹងអនុវត្តបន្ថែមឲ្យមើលថាតើយើងអនុវត្តការងារតកតងទៅនឹងមេរៀន Spring Boot យើងនឹងតើយើងធ្វើពីណាទៅណាណាអញ្ចឹងក៏ដូចជាមេរៀនមុនដែរមុននឹងបងប្អូនយល់អំពី concept OOP នេះគ្រូចង់និយាយអំពីគោលបំណងថាដែលយើងរៀន concept OOP ហ្នឹងចង់ឲ្យបងប្អូនពេលដែលរៀនចប់ហ្នឹងមានសមត្ថភាពអាចយល់ថាតើការប្រើប្រាស់ OOP នេះគឺវាមានលក្ខណៈយ៉ាងដូចម្ដេចបាទអញ្ចឹងសម្រាប់កូនសិស្សដែលបានធ្លាប់រៀនរួចហើយក៏មិនចាំបាច់សង្កត់ធ្ងន់ទេតែចំពោះអ្នកដែលមិនបានរៀនវិញក៏សូមសង្កត់ធ្ងន់នៅកន្លែងហ្នឹងណាបាទអញ្ចឹងយើងមើលមានមេរៀនតទៀតនៅក្នុងនេះខ្ញុំអានចោះហ្នឹងណាហើយអានេះយើងមិនបាច់ទេព្រោះដោយសារវាបញ្យល់ដែរទេតើតើនឹង Java Virtual Machine នេះ JVM នេះតើតើនឹង Git development អីនឹងដែរទេណាចឹងឲ្យតែមានអា Java Virtual Machine ហ្នឹងគឺយើងអាច run គ្រប់ platform បានទាំងអស់ platform ដូចជា Windows Linux ហើយនឹង macOS ហ្នឹងគឺ run បានហើយតើតើនឹង Java របស់យើងណាបាទបាទអញ្ចឹងយើងមើលមកក្រោមទៀតមកគឺក្នុងន័យនេះគឺខ្ញុំមិនជាសង្កត់ធ្ងន់អីទេគាត់ថាយើងដឹងហើយថាមុននឹងគ្រូតទៅមុខចរិតលក្ខណៈរបស់វាគេនិយាយពី characteristic នេះគឺចរិតលក្ខណៈរបស់វានឹងគឺគេចង់និយាយថាកាលណាគេនិយាយពី OOP គឺមានន័យថាគឺជាការគុំ object តាមរយៈ super class បាទ super class ហ្នឹងគឺជា class មេដែល class មេហ្នឹងអាច reference អាចទៅភ្ជាប់ជាមួយនឹង class ផ្សេងទៀតបានទៅយក object ពី class ផ្សេងទៀតមកបានណាហើយខ្ញុំនឹងបង្ហាញរូបឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាមើលណាបាទអញ្ចឹងយើងតទៀតមកដូចជាអត់មានអីត្រូវវែងឆ្ងាយច្រើនទេបាទនេះគឺមកដល់កន្លែងនេះក៏សំខាន់ណាបាទគេនិយាយពី Snow សំខាន់របស់ OOP concept ហ្នឹងគឺទី1គឺ encapsulation បាទមានន័យថាការវិចខ្ចប់ data ឲ្យមានសមត្ថភាពបើគ្រូនិយាយឲ្យងាយយល់គឺ setter ហើយនិង getter ហ្នឹងបាទហើយយើងចាំទទួលអា member វាតាមរយៈ method វិញអាហ្នឹងបើយើងបកស្រាយវែងឆ្ងាយណាប៉ុន្តែថ្ងៃនេះគ្រូបរៀនអញ្ចឹងមានន័យថាចេះអ្នកដែលរៀន Spring Framework មានន័យថាតើតែបងប្អូនទាំងអស់គ្នាគឺមកយល់ពី
តាក់ទងនឹង concept OOP ណាតែនេះគឺគ្រាន់តែរំលឹកទៀតបាទអញ្ចឹងនិយាយពី abstraction ហ្នឹងចង់និយាយថាពីតាក់ទងទៅនឹង class យើងនឹងវា complex វាពិបាកខ្លាំងហើយយើងត្រូវការ abstraction មួយហើយយើងត្រូវការ interface បាទត្រូវការ implement ជាមួយនឹង interface ព្រោះដោយសារហ្នឹងវាអញ្ចឹងហើយព្រោះជួនកាលពេលខ្លះយើងត្រូវការតែ method ទេណាត្រូវការតែ method ទេដើម្បីទៅ implement ជាមួយនឹង interface នេះដើម្បីឲ្យ abstract class របស់យើងនឹងវាអាច reference ជាមួយនឹង class ផ្សេងដើរទាំងអស់អញ្ចឹងណាហើយបន្ទាប់មកទៀតគឺកន្លែងនេះគឺ inheritance មានន័យថាយើងទៅទទួលមរតកពី class មួយទៅ class មួយទៀតយើងខ្ជិលទៅសេបង្កើត member ដែលអញ្ចឹងយើងប្រើ super class ដែលបងប្អូនទាំងអស់គ្នាធ្លាប់រៀនចាំបានទេបាទហើយមួយទៀត polymorphism បាទ polymorphism នេះគឺ object តែមួយហ្នឹងគឺយើង reference ទៅកាន់ object ផ្សេងទៀតបានវាមាន method overload មាន override មានអីហ្នឹងគឺនៅក្នុងហ្នឹងគឺយើងបានសិក្សារួចហើយអញ្ចឹងគ្រូគ្រាន់តែរំលឹកទេហើយគ្រូនឹងឲ្យនេះមើលណាគ្រូនឹងឲ្យរូបមើលណាអញ្ចឹងខ្ញុំវាយរូបមើលបន្តិចទៅមកដល់ម៉ោងយើងរៀន Spring Framework នេះហើយគឺអត់មានយើងលំទៀតទេគឺมันអាចមកបរៀន concept ទាំងដល់បានទេតែពេលគ្រូអនុវត្តគ្រូនឹងអនុវត្តឲ្យមើលណាឥឡូវខ្ញុំវាយ OOP បាទ concept ណាបាទនេះ OOP concept នេះខ្ញុំសេមើលនេះមកយើងស្រួលមើលបន្តិចណាបាទនេះបាទនេះបាទអញ្ចឹងអានេះគ្រាន់តែខ្ញុំឲ្យមើលទេនេះឃើញគេមាន class ខាឃើញទេនេះគេមាន class ខាគេមាននិយាយចំគេមាន brand ឡានមួយឈ្មោះ Toyota អញ្ចឹងឡានណាឃើញនេះឡានគឺជាមកអញ្ចឹងខ្ញុំបង្ហាញនេះតិចទៅនេះសុំទោសមិនមែនរូបនឹងទេខ្ញុំរកមើលរូបណាដែលស្រួលមើលណាសម្រាប់គ្នាយើងណាអញ្ចឹងខ្ញុំនេះសិនខ្ញុំរកមើលរូបឲ្យគ្នាយើងមើលងាយយល់បន្តិចអានេះខ្ញុំគាត់រំលឹកតិចទេបើសិនជាគ្នាយើងមិនទាន់ចេះអាហ្នឹងទេគ្នាយើងអាចទៅមើល YouTube អីតិចទៅវីដេអូអីតិចទៅបាទខ្ញុំរកខ្លះណាដែលសាមញ្ញសិនទៅបាទខ្ញុំយកនេះមកក៏បានដែរនេះបាទយកហ្នឹងទៅអីទេនេះអញ្ចឹងឃើញទេ concept OOP គឺគេចង់និយាយអញ្ចឹងគេចង់និយាយថា sub class នេះ3 sub class នេះណា sub class ហ្នឹងគឺទៅ extend ជាមួយនឹងអា main class នេះអញ្ចឹងណាព្រោះ main class នេះវាទទួលមរតកពីវ៉ានេះ member របស់វាណាយើងបង្កើត main មួយបាទអញ្ចឹងនៅពេលដែលយើងបង្កើត object ចេញពី main class នេះគឺយើងអាច refer គេនេះយើងអាចទៅយក member នេះទៅយក reference ទៅបង្កើត object ពី class នេះក៏បានពី class នេះក៏បានពី class នេះក៏បានអញ្ចឹងបាទខ្ញុំចាំតិចផាត់ទៅណាមិញបាទខ្ញុំបរិយាឲ្យមើលតិចទៅវាស្រួលមើលបន្តិចណាអត់អីទេអានេះគ្រាន់តែយើងបាទនេះអញ្ចឹងយើងគ្រាន់តែយើងបង្កើត3ហ្នឹងមកហើយយើងយកអានេះយើងមើលប្រភេទ animal ដូចគ្នាអញ្ចឹងគឺវាអត់ពិបាកទេប្រភេទ animal ដូចគ្នាអញ្ចឹងវា extend តគ្នាអញ្ចឹងណាអញ្ចឹងអានេះ extend ជាមួយអានេះ extend ជាមួយនេះអញ្ចឹងវាយកមរតកតគ្នាអញ្ចឹងដល់ពេល
super class នេះអា class មេនេះវា extend យកមកពីអាមួយណាមកបានយកពីមួយមកអញ្ចឹងអា number ហ្នឹងគឺវាមានតគ្នាអញ្ចឹងទៅហើយដល់ពេលយើងប្រើប្រាស់object តែ animal នឹងមួយទេយើងប្រើមកហើយយើងទៅ reference យើងដូរ object ហ្នឹងទៅបង្កើតឲ្យយក data ដើម្បីយក data dark នេះអញ្ចឹងយើងទៅ new ជាមួយនឹងអា dark ហ្នឹងទៅបើយើងបង្កើត object ចេញពី animal នេះយើង new ជាមួយនឹងអានេះនឹងទៅthis នឹងទៅ Zebra នេះយើង new ជាមួយនឹង Zebra ទៅនៅពេលហ្នឹងយើងអាចចង់ទទួលមរតកពីទានេះក៏បាន dark នេះក៏បាន this នេះក៏បានហើយ Zebra នេះក៏បានដែរអញ្ចឹងណាបាទអញ្ចឹងបើសិនជាអាចទៀតដើម្បីឲ្យយើងមាន method គ្រប់គ្នាព្រោះសត្វគ្រប់គ្នាយើងបង្កើត interface មួយទៀតមកឬក៏ abstract class មួយមកដើម្បីយើង implement នេះយើង implement ជាមួយនឹងinterface មួយមកអញ្ចឹងនៅនេះយើងយក method វាមកបាននេះយើងយក method វាមកហើយយើងអាចទៅ override method នឹងលើនេះមកពេលដែលយើង implement វាមិនឲ្យ override អញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយពីតកតងទៅនឹង OOP ហ្នឹងគ្រូមិននិយាយច្រើនទេគ្រូគាត់តែបង្ហាញប៉ុណ្ណឹងណាហ្នឹងហើយបន្តមកទៀតយើងតមេរៀនទៀតអញ្ចឹងអត់មានអីគេនិយាយច្រើនទេគ្រាន់តែយើងនិយាយពី concept ហ្នឹងគេគ្រាន់តែប្រាប់ថា class object data type variable method អានេះមេរៀនរបស់ class ហើយអត់អីទេអានេះបាទអញ្ចឹងគេចង់និយាយប៉ុណ្ណេះនេះគេចង់និយាយពី encapsulation field វិច្ឆប់ចង់និយាយពី abstract class ចង់និយាយពី inheritance ហើយនឹង polymorphism អញ្ចឹងណាបាទចឹងហើយតើវាមានចរិតលក្ខណៈម៉េចគ្រូបានឲ្យមើលហើយបាទឲ្យមើលនេះហើយមិញនេះចរិតលក្ខណៈគេចង់និយាយអញ្ចឹងគេចង់និយាយថាគេប្រើ super class មួយដែលគេហៅថា polymorphism ហ្នឹងប្រើប្រាស់ច្រើន class បានមានបង្កើត object super class ហ្នឹងបង្កើត object ចេញពី class ណាក៏បានចង់និយាយអញ្ចឹងណាបាទដើម្បីឲ្យស្រួលយល់ហើយមានពេលខ្ញុំនឹងចេញវីដេអូរំលឹកអានឹងមួយដែរណាដើម្បីឲ្យងាយយល់បាទយើងមើលទ្រឹស្ដីឲ្យយល់ទៅណាតិចទៀតទៅគ្រូដាក់ឲ្យមើលហើយណាអញ្ចឹងគ្រូសុំមើលបន្តទៀតតើមានអីបន្តទៀតអត់ណាមានអីសំខាន់ទៀតអត់ដូចជាអត់មានទេកន្លែងនេះយើងមិនបាច់និយាយទេកន្លែងនេះឲ្យបងអូនរៀនដល់កន្លែងនេះបងប្អូនអត់ចេះបង្កើត block នៃ class ហ្នឹងទៀតគឺមិនដឹងនិយាយថាម៉េចទេកន្លែងនេះកាលណាយើងបង្កើត class មួយយើងត្រូវមានអីគេយើងត្រូវមាន data យើងត្រូវមាន method យើងត្រូវមានpackage បាទ interface នេះបាទយើងត្រូវមាន exception handling មានន័យថាបើសិនបើ class ហ្នឹង error យើងចេះចាប់ error យើងចេះបោះ message ចេះអីចឹងណាបាទអញ្ចឹងអត់អីទេនេះគឺជា concept របស់ OOP ណាហ្នឹងហើយ object ពាក្យពេញណាពាក្យពេញមកវា object oriented programming ការរៀបចំនៅ object ណាការរៀបចំនៅ object ការរៀបចំនៅសុវត្ថិភាពបាទការបង្កើត class super មួយដើម្បីទៅ reference ជាមួយនឹងបង្កើត object ផ្សេងបាទហើយយើងគេនិយាយពាក្យមួយទៀតថាការ inheritance ការទទួលមរតកឯណាអាហ្នឹងគេហៅ OOP ហើយ object oriented programming បាទអញ្ចឹងណាបាទនេះពាក្យពេញ object oriented programming នេះបាទចឹងវីដេអូនេះទ្រឹស្ដីនេះគ្រូមានតែប៉ុណ្្នឹងទេហើយគ្រូនឹងបកស្រាយពីទ្រឹស្ដីឲ្យអស់តែម្ដងចាំយើងទៅអនុវត្តយកណាអាចថា3វីដេអូបកស្រាយចឹងទៅដល់ពេលត្រូវអនុវត្តដូចតកតង OOP នេះគឺត្រូវអនុវត្តឲ្យមើលបន្តិចចឹងណាបាទពីចរិតលក្ខណៈរបស់វាហ្នឹងណា OOP នេះគ្រូត្រូវអនុវត្តហើយចឹងវីដេអូក្រោយគ្រូនឹងអនុវត្តឲ្យមើលណាបាទអានេះជា part 1ហ៎បន្ទាប់ទៀតវាមាន part 2បើអាច3មាន part 3អនុវត្តអាហ្នឹងហ្នឹងអញ្ចឹងវីដេអូនេះគ្រូមានតែប៉ុណ្្នឹងទេ
ក៏សូមអរគុណដល់បងប្អូនព្រមទាំងអ្នកដែលតាមដានបណ្ដាញសង្គមទាំងអស់គ្នាសូមអរគុណ